តំបន់ទេសចរមួយកន្លែងដែលពូនសង្ងំលាក់ខ្លួនបាននៅក្នុងទឹកដីខេត្តតាកែវយ៉ាងបងប្អូនបាទថ្ងៃនេះខ្ញុំនឹងគ្រូសាបាទបានមកដល់ផ្ទាល់ហើយបងប្អូនបាទឮគេនិយាយ10000ដងបងប្អូនហើយមិនស្មើនឹងខ្លួនឯងម្ដងទេបងប្អូនបាទតែបើនិយាយពីការរៀបចំនិងតុបតែងបងប្អូនណាបាទគាត់ខ្ញុំចូលមកដល់ទីនេះភ្លាមគឺមានអារម្មណ៍ថាបាទស្រស់ស្រាយត្រជាក់លហើយគ្រូក្បាលណាបងប្អូនបាទដោយសារតែនៅជុំវិញខ្លួនខ្ញុំបងប្អូនណាពោពេញទៅដោយបាទដើមឈើស្អាតបាទទេសភាពស្អាតនៅជុំវិញខ្លួនខ្ញុំបាទអញ្ចឹងហើយគ្រាន់តែខ្ញុំនិងគ្រូសាខ្ញុំបានធ្វើដំណើរមកដល់ទីនេះភ្លាមបងប្អូនណាមានអារម្មណ៍ថាដូចជាស្រឡះគ្រូក្បាលបាទរឿងដែលពិបាកចិត្តទាំងប្រមាណហ្នឹងក៏រំសាយទៅតាមអញ្ចឹងទៅព្រោះខ្ញុំសង្កេតឃើញថាបងប្អូនមកតាំងពីខ្ញុំដើរចូលមកដល់ទីនេះភ្លាមមកខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជានៅទីកន្លែងមួយបាទដែលស្ងប់ស្ងាត់ដោយមិនមានអ្វីរំខានអញ្ចឹងណាបងប្អូនអញ្ចឹងបើសម្រាប់ពុកម៉ែបងប្អូនដែលគាត់តែងតែពិបាកចិត្តបាទស្មុគស្មាញបាទគិតរឿងច្រើនគិតអ្វីមិនចេញបាទបងប្អូនអាចសាកបាទមកកំសាន្តនៅទីនេះបានបងប្អូនបាទហើយទីនេះបាទមិនឆ្ងាយទេបងប្អូនបាទនៅជិតទីរួមខេត្តតាកែវទេបងប្អូនបាទនៅទីនេះបងប្អូនណាខ្យល់អាកាសក៏ល្អបាទទេសភាពជុំវិញក៏ស្អាតខ្យល់អាកាសបរិសុទ្ធក៏ល្អបងប្អូនជុំវិញបាទពុកពេញទៅដោយដើមឈើស្អាតប្លែកដែលយើងមិនដែលស្គាល់ពីមុនមកបងប្អូនចំណែករូបពុទ្ធក្រោយខ្នងខ្ញុំបងប្អូនមកគឺមានកម្ពស់ខ្ពស់ហើយក៏ធំដែរបងប្អូនតែខ្ញុំមិនដឹងថាមានកម្ពស់ប៉ុន្មានម៉ែត្រទេអញ្ចឹងបន្ទាប់ពីពួកខ្ញុំបានចូលថ្វាយបង្គំព្រះរួចហើយបាទពួកខ្ញុំក៏បាននាំគ្នាបាទដើរមើលជុំវិញទីធ្លានៅក្នុងនោះអញ្ចឹងបងប្អូនបាទនៅក្នុងវីដេអូនេះបាទខ្ញុំនឹងនាំពុកម៉ែបងប្អូនមកទៅមើលកំសាន្តបាទកន្លែងជាច្រើនទៀតបងប្អូនដែលខ្ញុំបានថតមកអញ្ចឹងបងប្អូនស្ដាប់ខ្ញុំរៀបរាប់ក្នុងវីដេអូយូរដែរហើយបាទបងប្អូនពិតជាចង់ដឹងចង់ស្គាល់ថាទីនេះគឺជាកន្លែងណាបាទឬខ្ញុំនិយាយឲ្យមានប្រាប់ទីតាំងអញ្ចឹងបាទអញ្ចឹងមុនខ្ញុំប្រាប់ឈ្មោះប្រាប់ទីតាំងបងប្អូនបាទខ្ញុំចង់ណែនាំបងប្អូនមកទៅស្គាល់បាទកន្លែងកំសាន្តបាទជាច្រើនកន្លែងទៀតបាទនៅក្នុងទីធ្លាហ្នឹងដែរបងប្អូនខ្ញុំសូមស្ងើចបាទនឹងកោតសរសើរបាទចំពោះការរៀបចំតុបតែងរបស់លោកព្រះចៅអធិការវត្តដែលលោកបានរៀបចំបាទទីធ្លាក្នុងវត្តហ្នឹងបាទបានស្អាតណាស់ពុកម៉ែបងប្អូនណាបាទតែបើនិយាយពីរូបសំណាក់វិញពុកម៉ែបងប្អូនណាបាទដូចមនុស្សសុទ្ធសាធតែម្ដងបងប្អូនបាទគឺថាទឹកដៃជាងបងប្អូនមិនធម្មតាទេទាំងរូបរាងទាំងមុខមាត់បងប្អូនគឺថាដូចមនុស្សសុទ្ធសាធតែម្ដងបាទឥឡូវបាទខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនបានមកមើលកន្លែងសួនសត្វវិញម្ដងបងប្អូនបាទកន្លែងសួនសត្វវិញបងប្អូនណាបាទរឹតតែស្អាតទៀតបងប្អូនគឺថាគ្រប់សត្វទាំងអស់គឺទឹកដៃជាងបាទធ្វើដូចខ្លាំងមែនទែនបងប្អូនអញ្ចឹងបាទសម្រាប់ពុកម៉ែបងប្អូនបាទដែលគាត់ចូលចិត្តថតរូបលេងបងប្អូនបាទមកដល់ទីនេះហើយបាទគឺមិនខ្វះទេបងប្អូនកន្លែងថតស្អាតណាស់បងប្អូនបាទអញ្ចឹងបាទសម្រាប់ពុកម៉ែបងប្អូនដែលគាត់បាទចង់ដើរកំសាន្តគាត់ពិបាកចិត្តបាទគាត់ stress ចង់ប្រហែលគ្រូក្បាលអញ្ចឹងបងប្អូនអាចមកទីនេះបានបងប្អូនខ្ញុំធានាថាបាទពេលពុកម៉ែបងប្អូនបានធ្វើដំណើរមកដល់ទីនេះហើយបាទនឹងអស់កង្វល់បាទឆ្លាស់ក្នុងចិត្តលែងគិតរឿងបាទពិបាកចិត្តទៀតហើយបងប្អូនព្រោះដូចបងប្អូនឃើញបាទតាំងពីដើមវីដេអូមកអញ្ចឹងបាទថាទេសភាពនៅក្នុងទីនេះបងប្អូនណាគឺពោពេញទៅដោយបាទទេសភាពស្អាតដើមឈើស្អាតខ្យល់បរិសុទ្ធក៏ល្អបាទធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយទៅតាមនឹងអញ្ចឹងណាបងប្អូនតែបើសម្រាប់ខ្ញុំវិញបងប្អូនបាទគាត់ខ្ញុំបានធ្វើដំណើរមកដល់ទីនេះភ្លាមបាទខ្ញុំមានអារម្មណ៍មួយថាបាទឆ្លាស់ក្នុងគ្រូក្បាលរឿងដូចខ្ញុំគិតពិបាកចិត្តទាំងប្រមាណក៏រៀងរំសាយទៅតាមពេលវេលានឹងដែរអញ្ចឹងណាបងប្អូនអញ្ចឹងដូចខ្ញុំបានរៀបរាប់តាំងពីដើមវីដេអូមកអញ្ចឹងបងប្អូនបាទថាបើសិនជាពុកម៉ែបងប្អូនបាទចង់ទៅកន្លែងមួយដែលស្ងប់ស្ងាត់បាទខ្យល់បរិសុទ្ធបរិយាកាសល្អបាទបងប្អូនកុំភ្លេចបាទអាចសាកមកលេងទីនេះបានបងប្អូនបាទខ្ញុំជឿថាពេលពុកម៉ែបងប្អូនមកដល់ទីនេះហើយបាទនឹងអស់កង្វល់បាទនឹងមានអារម្មណ៍មួយជ្រះថ្លាក្នុងចិត្តឥឡូវយើងក៏លេចមកមើលដើមឈើនេះម្ដងបងប្អូនបាទដើមឈើនេះគឺស្អាតមែនទែនបាទធ្លាក់ជាសរសៃបាទមិនដឹងថាដើមឈើឈ្មោះអីទេបងប្អូនបាទអញ្ចឹងបើសិនជាមានបាទពុកម៉ែបងប្អូនណាដែលគាត់ស្គាល់ថាដើមឈើឈ្មោះអីបាទជួយខមមិនប្រាប់នៅក្រោមវីដេអូនេះផងបងប្អូនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមកដែលគាត់មានបំណងចង់មកកំសាន្តនៅទីនេះបាទគឺដែលមានទីតាំងនៅវត្តតុំបងប្អូនបាទវត្តតុំដែលស្ថិតនៅទឹកដីខេត្តតាកែវយ៉ាងទេបងប្អូនបាទអញ្ចឹងបើសម្រាប់ពុកម៉ែបងប្អូនបាទដែលរស់នៅក្នុងខេត្តតាកែវស្រាប់បាទគាត់ស្គាល់ច្បាស់បងប្អូនវត្តតុំបាទសូមអរគុណពុកម៉ែបងប្អូនមកសម្រាប់តាមដានវីដេអូតាមដានរហូតបាទដល់ចប់អរគុណ